ជំរាបសួរលោកគ្រូខ្ញុំឈ្មោះមួលសរិនមកពីក្រុមវិទ្យាសាស្ត្រ4ថ្ងៃនេះខ្ញុំមកធ្វើ project ដែលលោកគ្រូបានដាក់ឲ្យធ្វើដែលទាក់ទងទៅនឹង user management sudo privilege update flow chart ដែលនេះគឺជាប្រធានបទដែលលោកគ្រូបានដាក់ឲ្យធ្វើដែលនៅក្នុងនោះមាន student មាន teacher និង junior admin អញ្ចឹងដោយសារតែខ្ញុំបានធ្វើវារួចហើយខ្ញុំសូមធ្វើការ demo លោកគ្រូមើលតែម្ដងអញ្ចឹងជាដំបូងយើងចូលទៅកាន់ command មួយ sudo cat/etc/sudo .d/student ហើយយើង enter មកនៅត្រង់ចំណុចនេះមានន័យថាសមាជិកទាំងអស់ដែលស្ថិតនៅក្នុងក្រុម student មានសិទ្ធិ run command ពិនិត្យមើលស្ថានភាព status របស់ service ចំនួន3គឺ ash mysql និង engine ហើយពេលវាដំណើរការពេល run command ទាំងហ្នឹងពួកគេត្រូវតែវាយ password របស់ខ្លួនឯង password tag គឺជា default ហើយពួកគេមិនអាចបើក start ឬក៏បិទ stop ឬក៏ restart service ទាំងអស់នេះបានទេបន្តមកទៀតយើងចូលទៅកាន់ teacher ម្ដងអញ្ចឹងយើងដូរពី student ទៅកាន់ teacher នៅត្រង់ចំណុចនេះក្រុម teacher មានសិទ្ធិមើល status និង restart service ទាំង3ទាំងអស់ហ្នឹងមានដូចជា ash mysql និង engine ហើយចំណុចពិសេសរបស់វាគឺ no password និង password ដែល teacher no password ហ្នឹងមានន័យថាពេលដែលត្រួតពិនិត្យ status system ctl status ហ្នឹងគឺមិនបាច់វាយ password ទេវានឹងដើរភ្លាមៗតែម្ដងចំណែកឯ teacher មាន password វិញនៅពេលដែលគ្រូបញ្ជា restart service system ctl restart គឺតម្រូវឲ្យវា password របស់គាត់ដើម្បីសុវត្ថិភាពហើយបន្តមកទៀតយើងចូលទៅកាន់ command មួយទៀតយើងចូលទៅកាន់ junior admin ចឹងយើងវាយមក junior admin ហើយយើង enter មកនៅក្នុង junior admin ហ្នឹងមានន័យថាfile ប្រើសម្រាប់វិធីប្រើប្រាស់ command alias ដើម្បីការបង្កើតឈ្មោះតំណាងឲ្យសំណុំ command ដើម្បីឲ្យកូដហ្នឹងមើលទៅស្អាតនិងងាយគ្រប់គ្រងដែលនៅក្នុងហ្នឹង ash ហ្នឹងមាន command រួមមានដូចជាមាន ash មាន starter ash start ash restart ash ហើយ command release mysql command ហ្នឹងមាន starter mysql start mysql restart mysql និង stop mysql ហើយ command ចុងក្រោយគឺ command alias engine command ដែលមាន starter engine start engine restart engine និង stop engine ហើយក្រុម junior admin ហ្នឹងទទួលបានសិទ្ធិគ្រប់គ្រងពេញលេញជាងមុនអាច starter start restart និង stop បានលើ service ទាំង3នេះពេលដែលប្រើប្រាស់ត្រូវវា password អីធម្មតាបន្តមកទៀតយើងចូលទៅកាន់ command ទី4អញ្ចឹង sudo vsudo .c យើង enter មកនៅត្រង់ចំណុចនេះ command នេះប្រើសម្រាប់ពិនិត្យ syntax កំហុសអក្ខរាវិរុទ្ធឬក៏ទម្រង់កូដនៃ file sudo ទាំងអស់ហើយលទ្ធផលវាប្រសិនបើ pass OK ហើយបញ្ជាក់ថាការសរសេរនិង configuration ហ្នឹងទាំងអស់ហ្នឹងគឺត្រឹមត្រូវគ្មានកំហុស syntax ទេហើយប្រព័ន្ធក៏អាចដំណើរការបានយ៉ាងរលូនអញ្ចឹងលើនេះខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងអរគុណលោកគ្រូ